ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីគម្រប់72យាងចូល73ព្រះវស្សារដ្ឋបាលខេត្តកំពង់ស្ពឺបានរៀបចំពិធីសូត្រមន្តនិងប្រារព្ធព្រះរាជពិធីថ្វាយព្រះពរព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់72យាងចូល73ព្រះវស្សានៅព្រឹកថ្ងៃអង្គារ2រោចខែពិសាខឆ្នាំម្សាញ់សប្បុរស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី13ខែឧសភាឆ្នាំ2025ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមយមសុខុមប្រធានក្រុមប្រឹក្សាខេត្តលោកជំទាវឡុងបូណារ៉េតអភិបាលរងនៃគណៈអភិបាលខេត្តតំណាងឯកឧត្តមបណ្ឌិតចិមចាំសុភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តអភិបាលរងខេត្តលោកស្រីប្រធានអនុប្រធានមន្ត្រីអង្គភាពជុំវិញខេត្តកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទអភិបាលក្រុងស្រុកទាំង9និងមន្ត្រីរាជការសាលាខេត្តកំពង់ស្ពឺចូលរួមយ៉ាងច្រើនកកកផងដែរលោកជំទាវឡុងបូណារ៉េតអភិបាលរងនៃគណៈអភិបាលខេត្តបានអានសារលិខិតថ្វាយព្រះពរព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់72យាងចូល73ព្រះវស្សាទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាក្រុមប្រឹក្សាខេត្តគណៈអភិបាលខេត្តមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទគ្រប់លំដាប់ថ្នាក់និងប្រជារាស្ត្រទូទាំងខេត្តកំពង់ស្ពឺសូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់ធ្វើអភិវឌ្ឍនកិច្ចលំអោនកាយចំពោះព្រះមហាករុណាធិគុណនិងក្រាបបង្គំទូលថ្វាយនូវអំណរសាទររីករាយក្រៃលែងប្រកបដោយកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅជាទីបំផុតថ្វាយចំពោះព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតក្នុងឱកាសដ៏មហានេក្ខត្តរឹកអធិកធមនៃព្រះរាជពិធីចម្រើនព្រះជន្មគម្រប់72យាងចូល73ព្រះវស្សានៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទូលព្រះបង្គំជាខ្ញុំសូមបរមរាជានុញ្ញាតលើកហាត់ប្រណម្យបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោកគុណបុណ្យព្រះរតនត្រ័យកែវទាំង3ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជាទេវតាថែរក្សាព្រះមហាស្វេតឆ័ត្រដែលជាបារមីព្រះអិនព្រះព្រំបុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គសូមព្រះអង្គតាមជួយបីបាច់ថែរក្សាអភិបាលប្រោះព្រំនៅព្រះសពសាធុការពរជ័យគ្រប់ប្រការថ្វាយចំពោះព្រះករុណាជាអម្ចាស់ជីវិតលើត្បូងសូមព្រះអង្គទ្រង់ប្រកបដោយព្រះបរមសុខគ្រប់ប្រការនិងគង់ប្រថាប់ក្នុងរាជសម្បត្តិប្រកបដោយព្រះពលីនុភាពខ្លាំងក្លាព្រះរាជសុខភាពបរិបូរណ៍ព្រះជន្មាយុយឺនយូរជាង100ព្រះវស្សាដើម្បីគង់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្ត្ររបស់ព្រះអង្គជានិច្ចនិរន្តរ៍